รียมบองพลបាទឥឡូវនេះបងប្អូនយើងទស្សនាច្រើនណាបងប្អូនតាមរយៈเพจផ្លូវការរបស់ខ្មែរ Biology เพจផ្លូវការរបស់ Cambodia និង Raspai Hong Mi HD TV បាទឥឡូវនេះជិត 100k បងប្អូនរបស់យើងត្រៀមណាបងប្អូនបាទជួយ share ចែកម្លែកបន្តទៀតលើកទឹកចិត្តជូនទៅកាន់ម្ចាស់ខ្សែក្រវ៉ាត់មាសរបស់យើងមកបន្តតែម្ដងចក្រមត្រៀមប្រងព្រឹត្តប្រកួតCambodia កម្ពុជាអ្នកចម្បាំងគុនខ្មែរគូទី7គឺជាគូប្រកួតការពារនិងដណ្ដើមខ្សែក្រវ៉ាត់មាសទឹកទី1បាទឥឡូវនេះយើងមកទស្សនាការប្រកួតបាទការពារនិងដណ្ដើមខ្សែក្រវ៉ាត់មាសបង្គោលក្រហមឃីមបូរ៉ាអ្នកដណ្ដើមបាទហុងសវណ្ណច័ន្ទសុធីឥឡូវយើងមកមើលវាយពេញ5ទឹកបាទខៅឆ្វេងចាប់ជាប់បាទហុងសវណ្ណច័ន្ទសុធីគេមកដណ្ដើមខ្សែក្រវ៉ាត់ពីឃីមបូរ៉ាឥឡូវនេះយើងមកទស្សនាការប្រកួតទឹកទី1តែចាប់ជើងជាប់លូកស្ដាំរបស់ហុងសវណ្ណច័ន្ទសុធីញើឆ្វេងរបស់ហុងសវណ្ណច័ន្ទសុធីម្ចាស់ខ្សែក្រវ៉ាត់ឃីមបូរ៉ាខៅឆ្វេងចាប់គ្រាជង្គង់របស់ឃីមបូរ៉ាជង្គង់តេះរបស់ហុងសវណ្ណច័ន្ទសុធីសងរបស់ឃីមបូរ៉ាហើយបាទលោកគ្រូនូសវណ្ណជាអ្នកបញ្ជាការប្រកួតនៅលើសៃវៀនឃីមបូរ៉ាកំពុងតែសម្លឹងមើលភ័ក្ររបស់ហុងសវណ្ណច័ន្ទសុធីបូរ៉ានៅតែដើរចូលសម្លឹងមួយខៅឆ្វេងរបស់សុធីជង្គង់របស់ឃីមបូរ៉ាសងជង្គង់របស់ឃីមបូរ៉ាតេះជង្គង់ទៅជង្គង់មកបាទមានទៅមានមកបាទកីឡាករទាំងពីរនេះចង់ជម្រាបជូនបងប្អូនថាក្បាច់ដូចគ្នាបាទតតគល់ផ្លូវពីសុវណ្ណច័ន្ទសុធីបូរ៉ាចាប់ជើងជាប់លូកឆ្វេងមួយកំពុងតែសម្លឹងមើលអ្នកណាចេញមុនញោចលូកឆ្វេងស្រាប់របស់ហុងគីមបូរ៉ាទៅវិញបាទខ្លាចាស់នាគមានបន្ទីមានជ័យឃីមបូរ៉ាកៅស្រាប់មួយអត់ចំអាយយតតកាប់តឡាជើងឆ្វេងរបស់ហុងសវណ្ណច័ន្ទសុធីបូរ៉ាខៅឆ្វេងមួយកិច្ចផតញល់យឡូបូរ៉ាដើរចូលរបស់ជង្គង់មួយពីបង្គោលខៀវបាទនាគមានបន្ទីមានជ័យម្ចាស់ខ្សែក្រវ៉ាត់ដើរចូលបូរ៉ាដើរចូលរបស់ជង្គង់លូកស្ដាំខៅឆ្វេងរបស់ហុងសវណ្ណសុធីអត់ត្រូវចាប់គ្រាលោកគ្រូអាញាកដាននូសវណ្ណបាទញែកឲ្យបន្តការប្រកួតឃីមបូរ៉ាដើរចូលចលូបាទតត់កាប់តឡាតមួយពីបង្គោលខៀវហុងសវណ្ណច័ន្ទសុធីបូរ៉ាដើរចូលជាអត់ចេញទេតត់ជើងក្រោមមួយពីបង្គោលក្រហមលូកៅឆ្វេងចាប់គ្រាបាទធ្វើអីអត់ចេញទេបាទកីឡាករទាំងពីរអាចថាស្ទាបស្ទង់ក្បាច់បច្ចេកទេសរៀងខ្លួនសិនព្រោះទឹកមួយញើបោះជង្គង់ទៅវិញទៅមកបាទលោកគ្រូអាញាក៏ដាក់ថាសូមវាយលើបាទកន្លែងពិសេសប្រយ័ត្នប្រយែងទេតត់មកជើងកាប់តឡាច់ពីបង្គោលខៀវបូរ៉ាដើរចូលខៅឆ្វេងរបស់សុធីបូរ៉ាខៅវិញបូរ៉ាគៀងលូកស្ដាំរបស់សុធីខៅស្ដាំវិញទៅហូយCambodia កម្ពុជាអ្នកចម្បាំងគុនខ្មែរគូទី7គឺជាគូប្រកួតការពារនិងដណ្ដើមខ្សែក្រវ៉ាត់មាសទឹកទី2បងប្អូនជួយ share បាទ 90k ហើយបាទកាប់ចានស្ដាប់មកមួយពីហុងសវណ្ណច័ន្ទសុធីកាប់តឡាកាប់ចានស្ដាប់មួយទៀតកែងពីឃីមបូរ៉ាយ៉ាហេកាចហើយមកដល់ទឹកទី2នេះកាចទឹកខៀវកាចទឹកក្រហមហើយអាអ្នកថាត់ទីបាយនោះក៏កាចដូចគ្នាណែបានលោកអាស្ដាប់មកមួយពីហុងសវណ្ណច័ន្ទសុធីដើរចូលពីឃីមបូរ៉ាសំតែអាស្ដាប់មកមួយឃីមបូរ៉ានេះមានបន្ទាយមានជ័យដោបោះជង្គង់ឆ្វេងកាប់ចានស្ដាប់មួយទៀតពីហុងសវណ្ណច័ន្ទសុធីបោះជង្គង់ស្ដាំពីហុងសវណ្ណច័ន្ទសុធីកាច់ផ្ដួលពីឃីមបូរ៉ាយ៉ាហេឆ្ងាញ់អីក៏ឆ្ងាញ់យ៉ាងនេះបាទដាក់8ម៉ោងឲ្យមានកម្លាំងមើលក្រុមការងារសុំមកកំប៉ុងមើលលុយ
បាទសូមដាក់8ម៉ាក់តិចខ្ញុំមួយមើលលោកអាស្រាមមួយកាប់តឡាឆ្វេងពីគីមបូរ៉ាថែមទៅទៀតដើរចូលទៅទៀតកាប់តឡាស្រាមមួយទៀតពីហុងសវណ្ណច័ន្ទសុធីយេលូននេះញយរងមកចាត់ឆ្វេងចាប់អោបគ្រាបោះជង្គង់ស្រាមពីគីមបូរ៉ាចាក់ជង្គង់ចាក់ជង្គង់លោកគ្រូនូសវណ្ណញេចេញវ៉ៃនៅកណ្ដាលចូលកាត់ចានស្ដាប់មកមួយពីហុងសវណ្ណចិត្តទីលុកអាឆ្វេងពីគីមបូរ៉ានៅកណ្ដាលចូលទៅទៀតបាទលុកចូលទៅអត់ទាន់អីទេអាមេអត់បាញ់ទេគីមបូរ៉ាកែងពីហុងសវណ្ណចិត្តទីរៀកកែងពីគីមបូរ៉ាចង្គង់ពីគីមបូរ៉ាវ៉ាខ្លានាគរៀងចាស់បន្តិចប៉ុន្តែនាគមិនធម្មតាទេវ៉ាខ្លាចាស់លោកអាឆ្វេងទៀតដើរចូលពីគីមបូរ៉ារងមកប្រចាំឆ្វេងរងមកប្រចាំស្ដាប់កាប់តឡាស្ដាប់ជួយបាទល្អមួយល្អទាត់មួយល្អដៃលួយល្អកែងមួយយ៉ាងម្នាក់មានមួយផ្លែម្នាក់ទេអាស្រាមទល់ពីគីមបូរ៉ាដើរចូលពីគីមបូរ៉ាទៅលើកាប់ចានស្ដាប់មកមួយបាទអាយ៉ានៅតែញញឹមគីមបូរ៉ាហូមួយកាប់ទាត់ជើងក្រោមពីហុងសវណ្ណច័ន្ទសុធីដើរចូលពីគីមបូរ៉ាបោះជង្គង់ស្ដាប់មកមួយអូយចូលមកអូនតូចហើយសម្រួលបន្តិចសិនបាទចំកន្លែងគេថារោងចក្រផលិតធនធានមនុស្សគឺអត់ស្រួលទេបងប្អូនបាទចាំឲ្យលោកអាញាកដាសម្រួលបន្តិចសិនបាទលុចនេះគឺជាភាពឈឺចាប់ដែលមនុស្សស្រីគ្មានថ្ងៃយល់បាទបងបាទបាទបងប្អូនសូមកម្លាំងចិត្តដល់កីឡាករទាំងពីរមួយបងប្អូនបាទបងប្អូនផ្ដល់កម្លាំងចិត្តស្ថានីយទូរទស្សន៍រស្មីហងមាននៅក្រុមហ៊ុនខ្មែរ Beverage និងមានកាដូល្អជូនបងប្អូនបន្ថែមទៀតប្រកួតបន្តទៅទៀតដើរចូលពីគីមបូរ៉ាទាត់ជើងក្រោមពីហុងសវណ្ណច័ន្ទសុធីលោកអាស្រាមមួយកាប់តឡាឆ្វេងពីគីមបូរ៉ាមួយនៅវេឆ្ងាយលោកអាស្រាមមួយទៀតពីគីមបូរ៉ាសោះមកវិញទៅចាប់អោគ្រាអីយ៉យនេះគេហៅអ្នកបច្ចេកទេសបាក់អ្នកក្បាច់ហើយស្និកជនខកបំណងទេខេមឌីកំពូលអ្នកចម្បាំងគុនខ្មែរគូទី7គឺជាគូប្រកួតការពារនឹងដណ្ដើមខ្សែក្រវ៉ាត់មាសទឹកទី3បាទលោកស្រីអ្នកកញ្ញាជាទីមេត្រីឥឡូវនេះគេរត់ទឹកទី3បង្គោលក្រហមគីមបូរ៉ាម្ចាស់ការពារខ្សែក្រវ៉ាត់ហុងសវណ្ណច័ន្ទធីអ្នកបត់ដណ្ដើមហើយបើយើងនិយាយពីក្បួនច្បាប់ណាអ្នកដណ្ដើមដាច់ខាតត្រូវតែអង្គអាចត្រូវតែហ៊ានបដូរអ្នកការពារគេមិនល្មមទេអញ្ចឹងយើងអ្នកដណ្ដើមយើងត្រូវតែហ៊ានបដូរព្យាយាមចាក់ហើយកន្លែងនេះបាក់គ្រាជាប់គីមបូរ៉ាជម្រាបជូនដល់ប្រិយមិត្តដែរគឺជាកីឡាករតែម្នាក់គត់ដែលឈ្នះខ្សែក្រវ៉ាត់ Extreme Camera គុណខ្មែរដំបូងគេបង្អស់នៅក្នុងចំណោម4នាក់បាទនៅក្នុងចំណោម4នាក់តាំងពីថ្ងៃទី29ខែមិថុនាឆ្នាំ2024ទើបថ្ងៃនេះទេຕົកចិត្តដាក់ខ្សែក្រវ៉ាត់ឲ្យសិស្សប្អូនតែហ៊ានក្តាយតាន់ឡើងមកដណ្ដើមមិនឡើងដណ្ដើមដល់ទឹកដីបកគោលខៀវទៀតអាយ៉ាឥឡូវនេះយើងចាំមើលសិនលៀកមាសមិនទេមានជ័យគីមបូរ៉ាបងប្អូនយើងទៅសារតាគីមបូរ៉ានៅតែមានផ្លែល្អក្បាច់ល្អណាស់ឥឡូវនេះគេថាល្អប៉ះស្អាតព្យាយាមគ្រាកគ្នាទៅវិញទៅមកដូចគ្នាបាទសម្រាប់បងប្អូនយើងឥឡូវនេះអរគុណមែនទែនទឹកចិត្តបងប្អូនដែលបានជួយចុច like នឹងសៀបាន 97k ហើយបាននៅតែ3ទៀតទេឥឡូវ98ហើយនៅតែ 2k ទៀតទេ 100k ណាបងប្អូនបាទ 100k ឥឡូវនៅតែ2ទៀតទេឥឡូវជីមដាចូលកែងមួយរបស់គីមបូរ៉ាលោកគ្រូអញ្ញាការ៉ានូសវណ្ណលោកគ្រូនូសវណ្ណឈប់សិនបាទលក្ខខណ្ឌនៃការគេថាស្តុបគឺឈប់បុកគឺវៃបន្តទៀតជីមដាចូលគីមបូរ៉ាចលោទៅចលោមកហុងសវណ្ណច័ន្ទសុធី
ញាក់មួយសិនថយក្រោយទីសិនថយក្រោយតិចក្រាប់ដៃខោខាងស្ដាំមួយរំពងព្រះច័ន្ទគេដាក់រំពងព្រះច័ន្ទរបស់ហុងសវណ្ណច័ន្ទទៅទាត់មកជើងចាប់ជើងអូយរុញបរោយទៅតាមទឹកបានខ្សែសង្វៀនជួយបាទខ្សែសង្វៀនជួយឥឡូវបន្តទៅទៀតបាទពេលវេលានៅសល់1នាទីទៀតនៅក្នុងទឹកទី3នេះបាទព្យាយាមចាក់ជើងក្រោមគ្រាជាប់កន្លែងនេះគ្រាជាប់ផ្ទះជង្គង់បាននៅកន្លែងនេះអត់ទេហុងសវណ្ណច័ន្ទនាទីគាត់កាត់ទប់ជាប់កាត់ចាក់សោជាប់កន្លែងនេះក្រាបបដូរគ្នាទៅវិញទៅមកដូចគ្នាឥឡូវដើរចូលឃីមបូរ៉ានៅដើរចូលញ៉ាចិត្តនឹកទៅដល់លោកគ្រូឃីមផងដែរញ៉ាចិត្តនឹកដល់លោកគ្រូហេងប៊ុនឃីមដែលជាឪពុករបស់ឃីមបូរ៉ាបាទនៅតែព្យាយាមដើរចូលគ្រាជាប់លោកអាចគ្រូអញ្ញាការ៉ាជួយសម្រួលហើយបាទខបន្តិចដើរចូលបន្តទៀត20វិនាទីចុងក្រោយសម្រាប់អ្នកទាំងពីរណែដូចខ្ញុំបាទជំរាបជូនណាអ្នកដណ្ដើមដាច់ខាតត្រូវតែអង្គអាចដាច់ខាតត្រូវតែហ៊ានបដូរត្រូវតែលះទើបអាចយកខ្សែក្រវ៉ាត់បានបើថាល្មមល្មែកទេម្ចាស់ខ្សែក្រវ៉ាត់គេស្ពាយទៅខេតវិញហើយណាគ្រាចាក់ជង្គង់របស់ឃីមបូរ៉ាប្រិមិត្តកម្ពុជាកំពូលអ្នកច្បាំងគុនខ្មែរគូទី7គឺជាគូប្រកួតការពារនឹងដណ្ដើមខ្សែក្រវ៉ាត់មាសទឹកទី4ទឹកទី4ណែឲ្យកាចជីកមើលអ្នកអាចឆ្វេងដេញចូលលោកអាស្រាមមកមួយពីគីមបូរ៉ាដាក់កាចបានដែរបងខ្ញុំអ្នកកាចតាហុងសវណ្ណច័ន្ទសេដ្ឋីគេថាខ្ញុំក៏កាចបានដែរមើលកុំឲ្យបងប្អូននេះគាត់ខមមិនមើលបាទបងប្អូននេះគាត់ខមមិនច្រើនណាកាប់តឡាឆ្វេងមើលមួយអត់មាន LL ទេណាបាទគូដណ្ដើមខ្សែក្រវ៉ាត់បាទមកໄວ4ទឹកឯណាមកចូលទឹក4ណាបោះជង្គង់ឆ្វេងពីគីមបូរ៉ាបោះជង្គង់ស្រាប់ពីគីមបូរ៉ាបោះជង្គង់ស្រាប់ពីហុងសវណ្ណច័ន្ទសេដ្ឋីនឹងបានថាអស់ពីសមត្ថភាពបងប្អូនយើងគាត់សប្បាយចិត្តបាទក្នុងការទេសនាឥឡូវធេអាស្រាមមកពីគីមបូរ៉ាទៅលើហុងសវណ្ណច័ន្ទសេដ្ឋីអាយ៉ារបស់ប្រចាំស្រាមពីគីមបូរ៉ាដើរចូលពីគីមបូរ៉ាធេអាស្រាមពីគីមបូរ៉ាកាប់ចានស្រាមមកមួយពីហុងសវណ្ណច័ន្ទសេដ្ឋីកាប់ចានស្រាមមួយទៀតកាប់ឆ្លាយស្រាមមួយទៀតកាប់ឆ្លាយស្រាមមួយទៀតកែងពីគីមបូរ៉ាទាញមកកន្លែងនេះលោកអញ្ញារាញេចេញไว้กับจานตราบุยโอ้ยกลาจ่าเมนមែនណាបាក់ដៃគ្នាមួយលេកដាចូលពីគីមបូរ៉ាដើរចូលមួយរងវងប្រច័នឆ្វេងពីហុងសវណ្ណច័ន្ទសេដ្ឋីបោះជង្គង់ស្ដាំពីហុងសវណ្ណច័ន្ទសេដ្ឋីបោះជង្គង់ស្ដាំមកមួយទៀតអូយចូលកន្លែងដដែលហើយចូលកន្លែងដដែលហើយប្រកួតបន្តទៅទៀតហើយតែញាក់ដើរចូលពីគីមបូរ៉ាកាប់ចានស្ដាំរយយោកែងពីគីមបូរ៉ាទៅឲ្យជាកែងទៅឲ្យកាចណាអេមួយបាទកំពុងតែឡើងមើលឲ្យពីគីមបូរ៉ាទៅឡើងហើយលោកអាស្រាមមកមួយចាប់ជើងជាប់កែងទៀតជង្គង់ឆ្វេងណែបាទ4ទឹកឯនៅកម្លាំងពេញបឹកទាំងពីរញាក់ដើរចូលលោកអាស្រាមមកមួយពីគីមបូរ៉ាចូលពីគីមបូរ៉ាកាប់តឡាស្រាមមួយទីគីមបូរ៉ាសងមកវិញពីហុងសវណ្ណច័ន្ទចាប់មកវល់មកអូយយ៉ាបានហើយដល់អ្នកទាំងពីរនៅកម្លាំងពេញបឹកទៅដែរតែអ្នកខមមិនគាត់ថាបងសុំឲ្យកាចមើលខ្ញុំថាអត់ដឹងទេខ្ញុំមិនអ្នកអធិប្បាយទេបាទសំខាន់កីឡាករបាទណែដើរចូលទៀតមួយបោះជង្គង់ឆ្វេងកែងពីគីមបូរ៉ានៅតែដើរចូលទៅទៀតកាប់ចានស្ដាំមកមួយអូហុងសវណ្ណច័ន្ទសេដ្ឋីដាក់សោះច្បងនៅតែក្បាច់មិនធម្មតាទេបើខ្មែរគ្រប់គ្រងខ្មែរ Beverages បាទបងប្អូនក៏ខមមិនថាគូនេះបើតែបកលោកអញ្ញាកដាក៏បានឆាប់ញែកមកពេកណាឆ្ងាញ់ឲ្យឡាំជង្គង់តិចទៅមើលបាទនេះបងប្អូនក៏ខមមិននេះខ្ញុំអានខមមិនបងប្អូនយើងឡើង 100k ហើយសង្ឃឹមថាទឹកទី5នេះកាន់តែជួយចិត្តបងប្អូន
បាទឥឡូវសូមទស្សនារូបភាព slow motion ការពីទឹក4 បាទឥឡូវយើងទស្សនារូបភាពយឺតនេះបុកជង្គង់មួយរបស់ឃីមបូរ៉ាសវណ្ណច័ន្ទសុធីបាទខៅឆ្វេងសងស្ដាំវិញពីបូរ៉ាខៅឆ្វេងមួយទៀតអត់ចំបាទមានមកកាប់តឡាចមួយចាប់ជើងជាប់បុកកែកចូលខាងឆ្វេងរបស់ឃីមបូរ៉ាអូហូយនេះទៅបុកកែកចូលស្ដាំមួយទៀតអូយបាទកាចណាលោកបាទចាប់ជើងជាប់បុកកែងបុកកណូតចូលបាទខៅស្ដាំមួយរបស់នាមៀច្លោឥឡូវនេះតត់មួយបន្ទប់គ្នាសវណ្ណច័ន្ទសុធីបុកកែងចូលវិញអូយមានទៅមានមកបាទខៅឆ្វេងខុសបោះជង្គង់ចូលពីឃីមបូរ៉ាលូកឆ្វេងស្ដាំដូចគ្នាបាទមានទៅមានមកសម្រាប់ទឹកទី4ហើយធ្ងន់សុទ្ធតែអាវុធគេថាអ្នកម៉មស្លប់ហើយបងប្អូនបាទអ្នកឲ្យទឹកចង្ក្រៅខេមរាកំពូលអ្នកចំបាំងគុនខ្មែរគូទី7គឺជាគូប្រកួតការពារនិងដណ្ដើមខ្សែក្រវ៉ាត់មាសទឹកទី5ដែលជាទឹកឲ្យព្រាត់បាទឥឡូវយើងមកទស្សនាទឹកប្រាច់ព្រាត់សងមួយពីហុងសវណ្ណច័ន្ទសុធីកាប់តឡាតមួយពីបង្គោលខៀវបូរ៉ាដើរចូលខៅឆ្វេងរបស់ចាប់គ្រាជង្គង់របស់ហុងសវណ្ណតែជង្គង់របស់នាមតែមួយទៀតជង្គង់បាទលោកគ្រូនូសវណ្ណជាអ្នកបញ្ជាការប្រកួតត្រូវធ្វើកិច្ចការងារធ្ងន់មែនទេហើយបាទទឹកទី5ហើយអត់អាចស្ទាបស្ទងបានទេបាទលូកខៅឆ្វេងសងវិញទៅមកចាប់គ្រាចាប់ជង្គង់របស់នាមបោកតំសៃរជង្គង់របស់គីមបូរ៉ាចាប់ដងដួលទាំងពីរគីមបូរ៉ានៅខាងលើបាទម្ចាស់ខ្សែក្រវ៉ាត់មាសគឺនាមគីមបូរ៉ាហើយអ្នកដែលមកដណ្ដើមគឺហុងសវណ្ណច័ន្ទសុធីបង្គោលខៀវបាទបូរ៉ានៅតែដើរចូលធាក់កៅចាប់ជាប់ជង្គង់របស់គីមបូរ៉ាសងវិញពីហុងសវណ្ណច័ន្ទសុធីជង្គង់របស់គីមបូរ៉ាជង្គង់របស់គីមបូរ៉ាជង្គង់ទៀតសងទៅសងមកបាទក្បាច់ល្អដូចគ្នាតត់កាប់តឡាចាប់ជើងជាប់បោកផ្ដួលបាទចាស់មែនតែចាស់ខ្ញីបន្តការប្រកួតទៀតជលូតត់កាប់តឡាមួយពីបង្គោលខៀវជលូលូកស្ដាំខៅស្ដាំគ្រាជង្គង់បាទលោកគ្រួញ៉ាក្តាប់ទាញប្រាណនៅទៅដើរចូលញល់កៅឆ្វេងបោះជង្គង់តត់សងពីហុងសវណ្ណច័ន្ទសុធីតត់កាប់តឡាមួយពីបូរ៉ាដើរចូលបោះខេកបោះទឹកចាប់គ្រាជង្គង់របស់គីមបូរ៉ាជង្គង់របស់បង្គោលខៀវជង្គង់សងវិញបាទមានទៅមានមកបូរ៉ានៅដើរចូលទៀតចូលធាក់ទៅជង្គង់កៅឆ្វេងរបស់បង្គោលខៀវចាប់គ្រាជង្គង់របស់គីមបូរ៉ាតែជង្គង់តែបានលោកគ្រួញ៉ាកដារុញអបសៃវៀនទាញចិត្តចប់ទឹកហើយបន្តការប្រកួតទៀតគីមបូរ៉ាកំពុងតែសម្លឹងមើលហុងសវណ្ណសុធីប្រយ័ត្នប្រយែងមែនទេតត់មួយជើងស្ដាំអត់ចំទេរងជាប់បូរ៉ាធាក់ទល់បោះជង្គង់ខៅស្ដាំរបស់គីមបូរ៉ាចលើពីហុងសវណ្ណច័ន្ទសុធីតត់ជើងក្រោយចាប់ជាប់ជ្រេទៅចេញមកជ្រេងទៅទាំងសងខាងមើលអីអត់ចាញ់លោកគ្រួញ៉ាកដាញ់ឯងហើយបន្តការប្រកួតទៀតធាក់បែកជើងក្រោមអត់ដួលទេបូរ៉ាកំពុងតែសម្លឹងមើលលូកឆ្វេងខៅស្ដាំបោះជង្គង់របស់បង្គោលក្រហមចាប់ទឹកទី5ក្រហមឬខៀវបងប្អូនខៀវឬក្រហមបាទភារកិច្ចនេះគឺគណៈកម្មការអ្នកដាក់ពិន្ទុថាតើបង្គោលខៀវឬក៏បង្គោលក្រហមអត់ដាច់ស្រេចទេបងប្អូនឥឡូវសូមទស្សនារូបភាព slow motion ការពីទឹក5បាទនេះរូបភាពយឺតកាប់តឡាចមួយរងចាប់របស់គីមបូរ៉ាខៅឆ្វេងខៅស្ដាំសងទៅវិញទៅមកចាប់គ្រាកន្លែងនេះធាក់របស់ហុងសវណ្ណសុធីខៅស្ដាំជង្គង់របស់បង្គោលក្រហមសងពីបង្គោលខៀវចាប់ជើងបោកផ្ដួលបូរ៉ាតត់កាប់តឡាចមួយពីហុងសវណ្ណច័ន្ទសុធីបូរ៉ាចូលខៅស្ដាំគ្រាជាប់នឹងសៃរិញត
តតមួយរបស់ហងស្វាន់ចន្ទទីមួយជើងទៀតពីរផ្ទួនបរាចូលធ្វើអត់ទេខៅពូទឹកពេចាប់គ្រាលូកស្ដាំរបស់ឃីមបូរ៉ាកន្លែងនេះលូកឆ្វេងបាទចាប់បោះជង្គង់មួយរបស់បង្គោលក្រហមបាទរៀងអស់ជំហរដួល បាទតើឃីមបូរ៉ាអាចការពារខ្សែក្រវ៉ាត់មាសរបស់ខ្លួននៅក្នុងយប់នេះបានដែរឬទេបងប្អូនរងចាំអត់មើលលទ្ធផលតើហងសវណ្ណច័ន្ទសុធីអាចដណ្ដើមខ្សែក្រវ៉ាត់មាសពីឃីមបូរ៉ាបានដែរឬអត់បងប្អូនក្រហមឬខៀវខៀវឬក្រហមបាទមានអ្នកគ្រប់គ្រងប្រហាក់ប្រហែលគ្នាបងប្អូនរងចាំអត់មើលលទ្ធផលប្រកាសជាផ្លូវការក្រហមឬខៀវខៀវឬក្រហមបាទឥឡូវនេះលោកពីលុតសូមប្រកាសលទ្ធផលជាផ្លូវការ មួយឆ្នាំមកម្ដងចាស់ខ្សែក្រវ៉ាត់បាទគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត5ទឹកពេញលទ្ធផលគណៈកម្មការផ្ដល់ជូនជ័យជំនះដោយឯកច្ឆន្ទអបអសាទរម្ចាស់ខ្សែក្រវ៉ាត់មាសនៅតែឃីមបូរ៉ា